បាទគោរពនឹងជំរាបសួរបងប្អូនបាទនឹងថ្ងៃនេះបាទខ្ញុំបានជួបនៅប្រភេទគេហៅថារិស័យឆាត់នេះពុកម៉ែបងប្អូនឃើញទេបាទឃើញនៅកន្លែងថ្នាំងគឺកងវាថ្នាំងគឺជុំវិញគេហៅថារិស័យឆាត់ឬមួយក៏គេហៅឈ្មោះមួយទៀតពុកម៉ែបងប្អូនបាទប្រភេទរិស័យឆាត់ក៏ល្អដែរបាទហ្នឹងហើយទៅតាមផ្លូវជំនឿអញ្ចឹងណាបាទហ្នឹងទៅតាមជំនឿបាទនេះហើយដើមនេះដើមបងប្អូនដើមពីក្រោមទៅធម្មតាបាទធម្មតាតពេលដោះឡើងទៅលើគឺមានអើយហ្នឹងហើយមេឃខ្លះគឺមានអើយគេហៅថាឫស្សីអើយឆាត់បាទប្រភេទឫស្សីឆាត់ណាគាត់ថាដើមគឺរៀងអើយនៅខ្ចីបាទនៅខ្ចីហើយក៏ថតជូនពុកម៉ែបងប្អូនទស្សនាទៅបាទហ្នឹងហើយខ្ញុំអត់បានយកទេបាទគឺមានមេឃលើគឺមានមកណាមេឃលើមានណាថាសៃឆាត់ហ្នឹងបាទមេខ្លះអត់មានទេបាទមិនមែនថាគុំហ្នឹងមានតែទាំងអស់តាំងពីក្រោមរហូតទៅដល់លើអីអត់ទេបាទហ្នឹងខាងក្រោមអីអត់មានទេបាទធម្មតាបាទខាងក្រោមធម្មតាថ្នាំងធម្មតាដូចសៃយើងដែរគាត់ថាពេលទៅដល់លើគឺមានមេឃខ្លះគឺគេថាសៃឆាត់ហ្នឹងបាទជាក់ស្ដែងគឺបងប្អូនគ្នាបាទហ្នឹងហើយថ្ងៃនេះខ្ញុំបានមកកំសាន្តព្រៃបាទដើម្បីរកនៅប្រភេទហ្នឹងហើយរបស់ធម្មជាតិអំពីឫស្សីបាទនឹងថតជូនពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាបាទហ្នឹងហើយថ្ងៃនេះក៏ជួបនៅប្រភេទនេះពុកម៉ែបងប្អូនជុំតូចទេបាទហ្នឹងហើយមិនដឹងថាមិនអីមិនទេបាទហ្នឹងហើយព្រោះលក្ខណៈយើងមើលទៅគឺតែសាកបាទតែសាកតែដើមមិនដឹងថាដើមហ្នឹងរឹងអត់បាទដើមរឹងយើងយកបានអត់ទេបាទហ្នឹងហើយចាំក៏ថតជូនពុកម៉ែបងប្អូនទស្សនាសិនទៅបាទហ្នឹងហើយចាំមើលខ្ញុំកាត់មើលសិនណាបាទឃើញទេពុកម៉ែបងប្អូនហ្នឹងហើយនៅក្នុងហ៎បាទនេះគឺខ្ញុំស្រូមទេបាទនៅក្នុងជ្រៅបាទហ្នឹងហើយចាំមើលខ្ញុំកាត់មើលនេះពុកម៉ែបងប្អូនបានហើយបើខាងចុងនេះខាងចង់នេះហើយបាទដឹងថាយកទៅកើនជុំមូលកន្លងល្អទៀតណាបាទឡើងមូលស្អាតតែមើលបាទកើននឹងសកត់មើលមិញក៏យ៉ាងនៅរឹងដែរបាទមើលមិនចាំមកទេបាទហ្នឹងលក្ខណៈតែសាកប៉ុន្តែគាត់ថាហ្នឹងហើយបើរឹងទៅយើងអាចយកបានតែបើថាពុកផុយអីយើងហ្នឹងហើយធ្វើមិនទេបាទមកអត់តាន់ហ្នឹងអរគុណច្រើនពុកម៉ែបងប្អូនហ្នឹងហើយចាំមើលមានអីទៀតបាទបងប្អូនហើយនេះគឺជារបស់ធម្មជាតិដែរបាទនេះតាមថ្នោតពុកម៉ែបងប្អូនបាទហ្នឹងកៅកងក់មើលដូចហ្នឹងហើយចង់ជុំកន្លងហ្នឹងពុកម៉ែបងប្អូនហើយបើតាមដែលសង្កេតមើលទៅគឺដើមដូចត្រូវរន្ទះបាញ់ហ្នឹងបាទហ្នឹងហើយដើមបានជាដើមហ្នឹង8 9កងក់អញ្ចឹងពុកម៉ែបងប្អូនបាទហ្នឹងតាមជាក់ស្ដែងខ្ញុំមើលទេបាទបងប្អូនមើលទៅបាទដើមឡើងកហ្នឹងគឺមានការដាច់ហ្នឹងហើយបើធម្មជាតិគឺត្រង់អញ្ចឹងណាបាទហ្នឹងហើយនេះខ្ញុំថាប្រហែលជាត្រូវរន្ទះបាញ់អញ្ចឹងណាបាទហ្នឹងហើយឃើញទំនងក៏ថតជូនពុកម៉ែបងប្អូនទស្សនាបាទហើយវីដេអូក៏ដល់ទីបញ្ចប់ដែរពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយបន្ទាប់បាទពុកម៉ែបងប្អូនអរគ្នាបាយ